ពេលអាកាសធាតុមានការប្រែប្រួលតើនរណាជាជនរងគ្រោះខ្លាំងជាងគេសម្រាប់ស្ត្រីនិងក្មេងស្រីបម្រើមនុស្សអាកាសធាតុមិនត្រឹមតែជាការគំរាមកំហែងដល់អាជីវភាពរស់នៅរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែវាក៏គំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេផងដែរលើពីនឹងទៅទៀតគ្រោះមហន្តរាយអាកាសធាតុក៏ធ្វើឲ្យហានិភ័យនៃអំពើហិង្សាផ្អែកលើយេនឌ័រកើនឡើងហើយការស្ដារឡើងវិញពីគ្រោះមហន្តរាយក៏កាន់តែពិបាកចលនាទម្លូតរបស់ពួកយើងមិនត្រឹមតែឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុប៉ុណ្ណោះទេពួកយើងក៏នឹងជំនះដើម្បីសមភាពផងដែរតាមរយៈយុទ្ធនាការ Linking Light ទំនាក់ទំនងរវាងយេនឌ័រនិងអាកាសធាតុពួកយើងមានគោលបំណងបង្ហាញពីទំនាក់ទំនងដែលមើលមិនឃើញរវាងការបម្រើមនុស្សអាកាសធាតុនិងអំពើហិង្សាផ្អែកលើយេនឌ័រពង្រឹងភាពអង្អាចរបស់ស្ត្រីដើម្បីឲ្យពួកគេទទួលស្គាល់នូវភាពជាអ្នកដឹកនាំរបស់ខ្លួនទាំងនៅក្នុងការរស់នៅប្រចាំថ្ងៃនិងនៅក្នុងសហគមន៍ព្រោះថាស្ត្រីមិនត្រឹមតែជាជនងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេប៉ុន្តែស្ត្រីក៏ជាអ្នកដឹកនាំក្នុងការបង្កើតដំណោះស្រាយផងដែរនៅពេលស្ត្រីក្រោកឈរឡើងសហគមន៍ទាំងមូលនឹងប្រសើរឡើងចូលរួមជាមួយពួកយើងនៅក្នុងយុទ្ធនាការ Linking Light ពួកយើងព្រមគ្នាបង្កើតពិភពលោកមួយដែលស្ត្រីមានសុវត្ថិភាពអង្អាចនិងដឹកនាំការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុតែអ្នកនឹងធ្វើអ្វីខ្លះដើម្បីគ្រប់គ្រងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការប្រឈមមុខទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ